បាទបងប្អូនដោយមាន comment ពីបងប្អូនយើងម្នាក់គាត់សួរមកខ្ញុំណាបាទគាត់សួរថា channel របស់គាត់ទទួលបាន 1000 subscriber ហើយក៏ប៉ុន្តែគាត់ចង់ដូរប្រភេទមាតិកាបាទប្រភេទវីដេអូពី short ទៅ long អញ្ចឹងសួរថាតើការដូរបែបនេះវាអាចប៉ះពាល់ទៅដល់ channel យើងដែរអត់បាទអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំនឹងធ្វើការបកស្រាយជូនបងប្អូនទាំងអស់គ្នាអំពីការផ្លាស់ប្ដូរប្រភេទ content បាទប្រភេទវីដេអូពី short ទៅ long បងប្អូនណាបាទបងប្អូនសម្រាប់សំណួររបស់គាត់ខ្ញុំអាចស្មានដឹងបានថាប្រភេទ channel ដែលគាត់កំពុងតែធ្វើបាទគឺជា channel ដែលកំពុងតែធ្វើប្រភេទវីដេអូ short បាទបានន័យថាគាត់ធ្វើវីដេអូ short ហើយគាត់ក៏ទទួលបាន 1000 subscriber បានន័យថាគ្រប់គោលការណ៍សម្រាប់ subscriber ក៏ប៉ុន្តែ short អាចនឹងអត់ទាន់គ្រប់បាទពីព្រោះជាទូទៅ short គឺត្រូវការច្រើនបងប្អូនណាបាទនៅក្នុងលក្ខខណ្ឌ monetize របស់ YouTube បងប្អូនអាចស្នើ monetize បានលុះត្រាតែ channel របស់បងប្អូនបាទទី1បងប្អូនត្រូវមាន 1000 subscriber ហើយទី2បើសិនជាប្រភេទ channel របស់បងប្អូនធ្វើប្រភេទគេហៅថា short video ណាបាទបងប្អូនត្រូវមាន view យ៉ាងហោចណាស់10លាន view នៅក្នុងរយៈពេល90ថ្ងៃចុងក្រោយបាទហើយបើសិនជាបងប្អូនធ្វើប្រភេទ channel video long ចឹងបងប្អូនត្រូវមាន 4000 ម៉ោងបាទក្នុងរយៈពេល365ថ្ងៃយើងនិយាយសាមញ្ញគឺមួយឆ្នាំបងប្អូនណាបាទអញ្ចឹងនៅក្នុងលក្ខខណ្ឌ monetize បែបនេះគឺបានន័យថាទាំង subscriber ទាំងប្រភេទវីដេអូបាទ watch hour ហើយនិង view បាទ view គឺយើងនិយាយសំដៅទៅលើ short video watch hour គឺយើងនិយាយសំដៅទៅលើប្រភេទ long video អញ្ចឹងបងប្អូនអាចស្នើ monetize បានតើតើបងប្អូនមានគ្រប់គោលការណ៍បាទគ្រប់ពីរលក្ខខណ្ឌហ្នឹងបងប្អូនណាបាទអញ្ចឹងសម្រាប់ long video ឬមួយក៏ short video គឺ YouTube ក៏សំដៅទៅលើថាប្រភេទវីដេអូណាក៏បានដែរបើមិនជា channel របស់បងប្អូនធ្វើប្រភេទ short បាទគឺបងប្អូនត្រូវគ្រប់បាទត្រូវរកឲ្យគ្រប់10លាន view នៅក្នុងរយៈពេល90ថ្ងៃចុងក្រោយហើយបើសិនជាប្រភេទវីដេអូរបស់បងប្អូន long គឺបងប្អូនត្រូវរកឲ្យបានយ៉ាងហោចណាស់ 4000 ម៉ោងរយៈពេលមួយឆ្នាំចុងក្រោយ365ថ្ងៃចុងក្រោយបងប្អូនណាបាទអញ្ចឹងនេះគឺជាលក្ខខណ្ឌនៅក្នុងការmonetize ស្នើ monetize ពី YouTube អញ្ចឹងសំណួរសួរថាបើសិនជាយើងកំពុងតែធ្វើshort សុកបាទហើយយើងក៏ដូរ content ទៅជា long អញ្ចឹងសួរថាតើវាប៉ះពាល់ channel របស់យើងដែរអត់ចម្លើយគឺអត់ប៉ះពាល់ទេបងប្អូនណាបាទគឺអត់មានបញ្ហាអីទេលុះត្រាតែ content របស់បងប្អូនគឺជាប្រភេទ content ដែលជាប់ copyright ឬមួយក៏ reuse content ក៏ប៉ុន្តែបើសិនជា content របស់យើងបាទគឺជាប្រភេទ content original ដែលយើងផលិតខ្លួនឯងផ្ទាល់ហើយដែលយើងមិនចម្លងពីអ្នកដទៃបាទគឺច្បាស់ណាស់បាទអត់មានបញ្ហាអីទេបាទអញ្ចឹងនៅពេលដែលបងប្អូនកំពុងតែធ្វើ short សុកហើយយើងមកគេហៅថាធ្វើ long ណាបាទមកដូរទៅជា long ណាបាទបងប្អូនអាចដូរបានបាទក៏ប៉ុន្តែបងប្អូន channel របស់បងប្អូនអាចនឹងជួបបញ្ហាធ្លាក់ view មួយរយៈបាទមូលហេតុអីបានជាវាធ្លាក់ view ដោយសារតែនៅក្នុង content របស់យើងបាទពីដើមឡើយបងប្អូនគឺបងប្អូនធ្វើ long សំទោសធ្វើ short បាទអញ្ចឹងកាលណាបងប្អូនធ្វើ short system របស់ YouTube គឺវារុញប្រភេទ short video ទៅកាន់ view គេហៅថា view ប្រភេទ short បងប្អូនណាបាទក៏ប៉ុន្តែនៅសុកយើងមកដូរទៅជា long អញ្ចឹង YouTube បាទ system YouTube វាត្រូវការពេលមួយរយៈដើម្បីធ្វើយ៉ាងណាវារដាក់content ដែលយើងបដូរណាបាទអញ្ចឹងបងប្អូននៅពេលដែលបងប្អូនធ្វើបែបនេះគឺបងប្អូនអាចជួបគេហៅថាបញ្ហាអត់ view បាទបញ្ហាធ្លាក់ view មួយរយៈពេលខ្លីអាចខ្ទង់ប្រហែលជា2អាទិត្យទៅមួយខែអីបើសិនជាបងប្អូនព្យាយាម update វាជាប្រចាំណាបាទអញ្ចឹងនៅក្នុងការធ្វើ short ហើយនឹង long នេះបងប្អូនសម្រាប់ channel របស់បងប្អូនគឺពីវីដេអូមុនខ្ញុំក៏បានលើកឡើងដែរថាបើសិនជាបងប្អូនសម្រាប់ចិត្តថាធ្វើ short ហើយគឺធ្វើ short រហូតទៅហើយបើសិនជាបងប្អូនសម្រាប់ចិត្តថាធ្វើ long បាទ long វីដេអូគឺយើងធ្វើ long វីដេអូរហូតទៅបងប្អូនកុំផ្លាស់ប្ដូរឲ្យសោះបាទកុំផ្លាស់ប្ដូរនឹងចង់និយាយថានៅក្នុង channel របស់យើងបាទយើងធ្វើទាំង long ធ្វើទាំង short ណាបាទបងប្អូនអត់ទទួលបាន view ទេពីព្រោះដោយសារអី system របស់ YouTube គេហៅថាបើសិនជាករណីយើងធ្វើផ្លាស់ប្ដូរច្រើនពេកបាទ
ពេលខ្លះវាអាចថាឈឺក្បាលដែរណាបាទវាអត់នេះទេវាអត់ទទួលបានគេហៅថាអត់ adapt ទៅនឹង channel របស់យើងទេអញ្ចឹងអ្វីដែលជា recommend ពីខ្ញុំបាទបើសិនជាបងប្អូនធ្វើ short ហើយបងប្អូនចង់ផ្លាស់ប្ដូរទៅជា long បាទបងប្អូនអាចផ្លាស់ប្ដូរបានក៏ប៉ុន្តែបងប្អូនត្រូវប្រឈមមុខទៅនឹងការធ្លាក់ view មួយរយៈបាទមួយរយៈពេលខ្លីអាចថាខ្ទង់ពីអាទិត្យទៅមួយខែឬមួយ2ខែអញ្ចឹងណាបាទទម្រាំតា system YouTube វាចាប់បានថា channel របស់យើងគឺជាប្រភេទ channel long វិញហើយអញ្ចឹងណាបាទអញ្ចឹងចំណុចនេះគឺជាចំណុចដែលវាប៉ះពាល់ហើយសួរថាតើវាប៉ះពាល់ទៅដល់ monetize អត់បាទប៉ះពាល់ទៅដល់ការស្នើ monetize អត់ប៉ះពាល់ទេបងប្អូនបាទនៅក្នុងលក្ខខណ្ឌ monetize ដោយបងប្អូននឹងស្រាប់ហើយគឺបងប្អូនត្រូវមាន 1000 subscriber ហើយបើសិនជាវីដេអូរបស់បងប្អូនជាប្រភេទវីដេអូ short បាទបងប្អូនត្រូវរកឲ្យបានគេហៅថា10លាន view នៅក្នុងរយៈពេល90ថ្ងៃចុងក្រោយហើយបើសិនជាវីដេអូរបស់បងប្អូនជាវីដេអូ long បាទបងប្អូនត្រូវរកឲ្យបាន4000ម៉ោងអញ្ចឹងរវាង short ហើយនិង long មួយណាក៏បានដែរបងប្អូនណាបាទមួយណាក៏បានអាចនឹង short ឬមួយក៏ long ហើយបូកចូលគ្នាជាមួយនឹង subscriber បាទអញ្ចឹងពីរលក្ខខណ្ឌហ្នឹងគឺបងប្អូនអាចស្នើ monetize បានហើយអញ្ចឹងសំណួរសួរថាបើវាថាប៉ះពាល់អត់គឺអត់ប៉ះពាល់ទេពាក់ព័ន្ធជាមួយនឹង monetize ក៏ប៉ុន្តែវាអាចនឹងប៉ះពាល់ធ្លាក់ view ខ្លះបងប្អូនណាបាទអញ្ចឹងដើម្បីឲ្យកាន់តែច្បាស់ខ្ញុំនឹងទៅបង្ហាញជូនបងប្អូនពាក់ព័ន្ធជាមួយនឹងលក្ខខណ្ឌនៅក្នុងការគេហៅថាស្នើរលុយណារវាង short ហើយនិង long ហ្នឹងថាតើវាមានលក្ខណៈគេហៅថាប៉ះពាល់ដែរអត់នៅពេលដែលយើងដូរពី short ទៅ long អូខេបងប្អូនឥឡូវខ្ញុំចូលទៅកាន់ channel ថ្មីមួយបាទ channel នេះគឺជា channel ថ្មីរបស់ខ្ញុំអត់ទាន់ធ្វើអីទេអត់ទាន់មានវីដេអូទេបងប្អូនណាបាទក៏ប៉ុន្តែ channel នេះគឺមាន 1000 subscriber ហើយបាទអញ្ចឹងខ្ញុំចូលទៅកាន់ YouTube Studio ហើយបន្តមកខ្ញុំចូលទៅកាន់ earning បាទនេះបងប្អូនឃើញទេបាទ channel នេះគឺមាន 1000 subscriber ហើយ 1002 subscriber បាទក៏ប៉ុន្តែ content អត់មានទេបាទដោយសារខ្ញុំ clear content អស់ហើយអញ្ចឹងយើងចូលទៅកាន់ earning បាទចឹងនៅក្នុងលក្ខខណ្ឌ earning បងប្អូនដឹងស្រាប់ហើយគឺបើសិនជាបងប្អូនចង់ apply monetize បាទទី1គឺបងប្អូនត្រូវមាន 1000 subscriber ចឹងអានេះវាគ្រប់គោលការណ៍បាទគ្រប់គោលការណ៍ផ្នែក subscriber ក៏ប៉ុន្តែផ្នែកវីដេអូបាទគឺអត់ទាន់គ្រប់ទេអញ្ចឹងនៅក្នុងផ្នែកវីដេអូនេះគឺវាមាន2ទី1ប្រភេទ long នេះបងប្អូនខាងលើនេះគឺជាប្រភេទ long បានន័យថា valid public watch hour បាទ in the last 365ថ្ងៃអញ្ចឹងអានេះគឺជាប្រភេទ long ហើយប្រភេទ short គឺបាទចំនួន10លានបាទ10 million view ក្នុងរយៈពេល90ថ្ងៃចុងក្រោយអញ្ចឹងនៅពេលដែលបងប្អូនចង់ស្នើ monetize ណាបាទលក្ខខណ្ឌទី1 subscriber ទី2អាចនឹង long វីដេអូឬមួយក៏ short វីដេអូមួយណាក៏បានដែរក្នុងចំណោមពីរហ្នឹងបើសិនជាបងប្អូនគ្រប់គោលការណ៍ short វីដេអូមុនបាទបងប្អូនអាច apply បានឬមួយក៏យើងគេហៅថាគ្រប់គោលការណ៍ long វីដេអូមុនយើងនៅតែ apply បានដូចគ្នាមួយក្នុងចំណោមពីរហ្នឹងបូកជាមួយនឹង subscriber បងប្អូនណាបាទនេះគឺជាលក្ខខណ្ឌនៅក្នុងការ monetize អញ្ចឹងបើសិនជាបងប្អូនអាចនិយាយបានថាយើងកំពុងតែធ្វើ short សុកបាទយើងគិតថាអូ10 million view មើលទៅដូចច្រើនបាទមើលទៅដូចពិបាកនឹងរកបាទបងប្អូនអាចដូរមកlong វិញបានគ្រាន់តែថាដូចខ្ញុំជំរាបចឹងពេលណាយើងដូរប្រភេទ content ពី long ទៅ short មួយរយៈពេលខ្លីគឺបងប្អូនអាចនឹងប្រឈមមុខធ្លាក់ view បាទធ្លាក់ view មួយរយៈពេលខ្លីអញ្ចឹងបងប្អូនត្រូវព្យាយាមupload វីដេអូឡើងវិញនៅពេលដែលយើងចាប់ផ្ដើមធ្វើ long ណាបាទអញ្ចឹងអានេះគឺជាគោលការណ៍សម្រាប់ YouTube ហើយបើសិនជាសួរថាប៉ះពាល់ទៅដល់ monetize ការស្នើ monetize អត់បាទអត់ប៉ះពាល់ទេបើសិនជា content របស់បងប្អូនបាទគឺជាប្រភេទ content original បាទមិនចម្លងពីគេមិនជាប្រភេទគេហៅថា reuse content បងប្អូនអាចស្នើបានដូចគ្នាបងប្អូនណាបាទបងប្អូននេះគឺជាការបកស្រាយរបស់ខ្ញុំពាក់ព័ន្ធជាមួយនឹងថាតើនៅពេលដែលយើងកំពុងតែធ្វើ channel បាទ short សុកយើងចង់ដូរទៅ long បាទថាតើវាប៉ះពាល់អីអត់អញ្ចឹងអ្វីដែលខ្ញុំបានចែករំលែកជូនបងប្អូនទាំងអស់គ្នាគឺមានហើយបងប្អូនបាទ
គឺទី1បាទបើសិនជា view គឺអាចប៉ះពាល់មួយរយៈបាទមួយរយៈពេលខ្លីអាចថាខ្ទង់ចន្លោះពី2អាទិត្យទៅ1ខែណាបាទបើសិនជាបងប្អូនព្យាយាម upload long video ឲ្យកាន់តែច្រើនបាទហើយទី2បាទបើសិនជា monetize គឺអត់ប៉ះពាល់ទេបើសិនជាប្រភេទ content របស់បងប្អូនបាទវាជាប្រភេទ content ដែល fresh ដែលថ្មីដែលមិនជាប់ copyright ឬមួយក៏ reuse content បងប្អូនណាបាទបងប្អូនអរគុណបងប្អូនទាំងអស់គ្នាដែលបានចំណាយពេលវេលាតាមដានទស្សនាវីដេអូខ្ញុំតាំងពីដើមរហូតដល់ចប់ជាចុងក្រោយបងប្អូនកុំភ្លេចណាបាទជួយចុច like subscribe ហើយនឹងរូបកណ្ដឹងដើម្បីទទួលបាននូវចំណេះដឹងថ្មីៗពាក់ព័ន្ធជាមួយនឹងការសាងប្រាក់ចំណូលពី YouTube គន្លឹះក៏ដូចជាបច្ចេកទេសល្អៗនៅក្នុងការប្រើប្រាស់ AI ក៏ដូចជាចំណេះដឹងនៅក្នុងការផលិតមាតិកាជាពិសេសមាតិកាសម្រាប់បណ្ដាញសង្គម YouTube បាទដើម្បីសាងប្រាក់ចំណូលពី YouTube